បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការ review ទៅលើសៀវភៅមួយក្បាលដែលមានចំណងជើងថា The Chinese Way to Wealth and Prosperity បាទបើយើងបកជាភាសាខ្មែរមានន័យថាផ្លូវបាទនៃជនជាតិចិនក្នុងការឆ្ពោះទៅរកទ្រព្យសម្បត្តិហើយនិងភាពរុងរឿងបាទអញ្ចឹងនៅក្នុងសៀវភៅនេះបាទគឺបើយើងមើលអំពីចំណងជើងគឺគេចង់និយាយអំពីបាទវិធីសាស្ត្រនៃជនជាតិចិនដែលគាត់បាទក្នុងការដែលធ្វើម៉េចបាទក្នុងការបង្កើននៅទ្រព្យសម្បត្តិក៏ដូចជាបាទភាពរុងរឿងបាទនៅក្នុងការរស់នៅបាទអញ្ចឹងនៅក្នុងជីវិតបាទយើងឃើញថានៅក្នុងការរស់នៅជាប្រចាំថ្ងៃយើងឃើញថាមនុស្សមួយចំនួនបាទគឺអាចនឹងទទួលបាននៅទ្រព្យសម្បត្តិបាទដែលគាត់ប្រសើរសម្រាប់ការរស់នៅរបស់គេបាទសម្រាប់អ្នកខ្លះបាទហើយអ្នកខ្លះទៀតបាទក៏មិនជាគាត់ប្រសើរទេបាទសម្រាប់នៅការរស់នៅបាទជាពិសេសគឺការដែលមានទ្រព្យសម្បត្តិនៅក្នុងជីវិតបាទហើយបើយើងនិយាយអំពីទ្រព្យសម្បត្តិបាទវាមានអត្ថន័យទូលំទូលាយបាទអញ្ចឹងសម្រាប់ការផ្ដល់យុវន័យបាទវាអាស្រ័យទៅតាមបាទគឺបុគ្គលយើងម្នាក់ម្នាក់បាទនៅក្នុងនេះបាទគឺខ្ញុំសូមផ្ដល់និយមន័យទ្រព្យសម្បត្តិហ្នឹងគឺបាទសំដៅទៅលើបាទការដែលមានបាទគេហៅថាលុយកាក់ឬក៏បាទគេហៅថាតាក់ទងទៅនឹងទ្រព្យមួយចំនួនទៀតដែលយើងអាចយកទៅបាទគឺប្រើប្រាស់សម្រាប់នៅក្នុងជីវិតរបស់យើងបាទដូចជាការចំណាយទៅលើការរស់នៅក៏ដូចជាការបង្កើននៅទ្រព្យផ្សេងបាទអញ្ចឹងនៅក្នុងនេះផងដែរបាទយើងឃើញថាមធ្យោបាយនៃបាទគឺជនជាតិចិនហ្នឹងបាទគឺមានវិធីសាស្ត្របាទកន្លឹះមួយចំនួនដែលនឹងបង្ហាញយើងថាតើការដែលឆ្ពោះទៅកាន់បាទគេហៅថាទ្រព្យសម្បត្តិក៏ដូចជាភាពល្អប្រសើរនៅក្នុងជីវិតឬក៏ភាពរុងរឿងនៅក្នុងជីវិតដោយជនជាតិចិនហ្នឹងគឺមានលក្ខណៈបាទគេហៅថាចំណុចណាខ្លះបាទអញ្ចឹងនៅក្នុងសៀវភៅនេះបាទគឺអ្នកនិពន្ធដែលមានឈ្មោះថា Michael Justin Lee បាទគាត់គឺជាជនជាតិហុងកុងហើយគាត់ជាបាទគឺជាអ្នកសេដ្ឋកិច្ចបាទអញ្ចឹងសៀវភៅនេះបាទគឺអ្នកនិពន្ធបាទគឺបានបង្ហាញសម្រាប់ជនជាតិចិនដែលគាត់មានវិធីសាស្ត្រមួយចំនួនក្នុងការឆ្ពោះទៅរកទ្រព្យសម្បត្តិហើយនិងភាពរុងរឿងបាទអញ្ចឹងនៅក្នុងនេះផងដែរបើយើងក៏លេចទៅមើលបាទអ្នកនិពន្ធបាទគាត់បានលើកនៅចំណុចទី1បាទអញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាតកតងទៅនឹងចំណុចទី1បាទអញ្ចឹងសម្រាប់ចំណុចទី1គឺតកតងទៅនឹងអ្វីដែលយើងត្រូវមានបាទគឺតកតងទៅនឹងការដែលយើងត្រូវតែរៀនបាទយើងរៀនហើយយើងនឹងទទួលបាននៅចំណូលបាទអញ្ចឹងនៅក្នុងនេះបាទគឺអ្នកនិពន្ធបានលើកឡើងអំពីបាទគឺទ្រព្យសម្បត្តិឬក៏មាសប្រាក់ដែលកើតឡើងគឺកើតឡើងមុនដំបូងបំផុតបាទគឺចំណេះវិជ្ជាហើយនិងជំនាញបាទអញ្ចឹងបើសិនជាយើងអត់មានចំណេះវិជ្ជាហើយនិងជំនាញបាទនៅក្នុងខ្លួននោះទេបាទគឺប្រកាសណាស់គឺយើងអត់អាចទៅរកនៅគេហៅថាលុយកាក់ឬក៏ទ្រព្យសម្បត្តិផ្សេងៗនៅក្នុងជីវិតបាននោះទេបាទអញ្ចឹងអ្នកនិពន្ធបានប្រៀបធៀបទៅលើបាទគេហៅថាមនុស្សមួយចំនួនដែលគាត់បាទគេហៅថាធ្វើការងារបាទអញ្ចឹងបុគ្គលមួយចំនួនដែលគាត់ប្រកបអាជីវកម្មក៏ដូចជាធ្វើការងារនៅក្នុងជីវិតបាទគឺបើសិនជាគាត់អត់មានបាទគេហៅថាចំណេះជំនាញប្រចាំខ្លួននោះទេបាទគឺគាត់ពិបាកក្នុងការដែលអាចនឹងបង្កើននៅទ្រព្យសម្បត្តិឬក៏លុយកាក់នៅក្នុងជីវិតរបស់គាត់អញ្ចឹងការដែលគាត់ត្រូវមានសំខាន់បំផុតគឺតាក់ទងទៅនឹងបាទគឺជំនាញឬក៏គេហៅថាដើមទុននៃមនុស្សបាទដើមទុននៃមនុស្សតាក់ទងទៅនឹងចំណេះជំនាញក៏ដូចជាជំនាញក្នុងការដែលយើងអាចយកទៅប្រើប្រាស់បាទសម្រាប់ប្រកបនៅកិច្ចការងារដែលយើងធ្វើបាននៅក្នុងជីវិតក៏ដូចជាការរស់នៅក្នុងជីវិតប្រចាំថ្ងៃបាទអញ្ចឹងសម្រាប់ចំណុចនេះបាទគឺទាមទារឲ្យយើងបាទគឺម្នាក់គឺត្រូវតែមានបាទគេហៅថាត្រូវតែមានចំណេះជំនាញ skill សម្រាប់ខ្លួនឯងបាទមុនពេលដែលយើងធ្វើការនៅគេហៅថាបង្កើននៅប្រាក់កាក់ឬក៏បង្កើននៅទ្រព្យសម្បត្តិបាទអញ្ចឹងជាទូទៅបាទនៅក្នុងនេះផងដែរបាទអ្នកនិពន្ធបានលើកឡើងអំពីការប្រៀបធៀបទៅលើប្រាក់ចំណូលមួយចំនួនបាទសម្រាប់ការរស់នៅបាទអញ្ចឹងគាត់បានលើកជាឧទាហរណ៍បាទសម្រាប់អ្នកដែលមានកម្រិតជាមធ្យមបាទសម្រាប់អ្នកដែលមានបទពិសោធន៍ក៏ដូចចំណេះជំនាញពិតប្រាកដគឺគាត់ទទួលបានគេហៅថាប្រាក់បៀវត្សឬក៏ប្រាក់ចំណូលជាមធ្យមគឺខ្ពស់ជាងអ្នកដែលពុំមានបាទចំណេះជំនាញហើយនិងបទពិសោធន៍សម្រាប់មុខរបរដែលគាត់ធ្វើការប្រកប
បាទអញ្ចឹងទី2បាទបន្ទាប់ពីយើងមានចំណេះជំនាញហើយនៅក្នុងសៀវភៅនេះបាទអ្នកនិពន្ធបានលើកឡើងអំពីចំណុចទី2គឺការកសាងនៅទំនាក់ទំនងបាទអញ្ចឹងសម្រាប់ការកសាងនៅទំនាក់ទំនងបាទអ្នកនិពន្ធបានលើកឡើងអំពីបាទគឺការកសាងនៅទំនាក់ទំនងមួយដែលឲ្យឱកាសគ្នាទៅវិញទៅមកមានន័យថាការបង្កើតនៅទំនាក់ទំនងគឺយើងផ្ដោតទៅលើបាទគេហៅថាការផ្ដល់ឲ្យហើយនិងការទទួលយកអញ្ចឹងបើសិនជាទំនាក់ទំនងមួយបាទគឺវាមិនមានគេហៅថាការផ្ដល់ឲ្យក៏ដូចជាការគេហៅថាផ្ដល់ទៅគ្នាទៅវិញទៅមកឬក៏ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនោះទេបាទក៏ទំនាក់ទំនងនោះមិនបានយូរអង្វែងនោះដែរបាទអញ្ចឹងសម្រាប់ការបង្កើតនៅទំនាក់ទំនងគឺអ្នកនិពន្ធបានលើកឡើងអំពីតាក់ទងទៅនឹងអាជីវកម្មមួយបាទទាមទារឲ្យមានបាទភាពស្មោះត្រង់ក៏ដូចជាអ្នកទិញនិងអ្នកលក់មានភាពស្មោះត្រង់ជំវិញគ្នាទៅវិញទៅមកបាទអញ្ចឹងការប្រកបអាជីវកម្មគឺពិតណាស់នៅក្នុងការរកស៊ីក៏ដូចជាអាជីវកម្មបើសិនជាពុំមានភាពទុកចិត្តគ្នាបាទគឺការកសាងដៃគូអាជីវកម្មនោះគឺប្រកាសជាមិនបានយូរអង្វែងនោះទេបាទអញ្ចឹងនៅក្នុងនេះបាទគឺការបង្កើតទំនាក់ទំនងគឺជាទូទៅបាទគឺវាទាមទារឲ្យមានការកសាងនៅទំនុកចិត្តអញ្ចឹងបើសិនជាពុំមានទំនុកចិត្តនោះទេបាទគឺប្រកាសណាស់ទំនាក់ទំនងនោះបាទនឹងមិនទទួលបាននៅគេហៅថាភាពយូរអង្វែងហើយទំនាក់ទំនងទៀតសោតបាទសម្រាប់ការដែលយើងកសាងទំនាក់ទំនងឲ្យមានភាពយូរអង្វែងបានលុះត្រាតែការបង្កើតទំនាក់ទំនងនោះវាអាចជាផ្នែកមួយដែលយើងអាចគេហៅថាផ្ដល់ឲ្យហើយនឹងទទួលយកបាទយើងចេះផ្ដល់ឲ្យគ្នាហើយយើងចេះបាទគេហៅថាទទួលយកនៅអ្វីដែលជាការចែករំលែកគ្នាទៅវិញទៅមកបាទអញ្ចឹងសម្រាប់ទី3បាទគឺតាក់ទងទៅនឹងការគ្រប់គ្រងនៅបំណុលបាទពិតណាស់បាទនៅក្នុងជីវិតប្រចាំថ្ងៃគឺយើងមានគេហៅថាការប្រើប្រាស់នៅបំណុលបាទអញ្ចឹងបំណុលគឺជាទូទៅនៅក្នុងបើយើងនិយាយអំពីនៅក្នុងកម្រិតដែលអាជីវកម្មបាទគឺប្រកបណាស់គឺដើម្បីឲ្យអាជីវកម្មមានប្រាក់គ្រប់គ្រាន់ក៏ដូចជាដើម្បីឲ្យអាជីវកម្មបាទរីកកាន់តែធំធាត់លុះត្រាតែមានបាទគឺការគេហៅថាបំណុលឬក៏ប្រភពនៃសាច់ប្រាក់បន្ថែមដើម្បីយកទៅពង្រីកនៅអាជីវកម្មនោះឬក៏ដើមទុនមួយចំនួនបន្ថែមទៀតដែលប្រភពទុននោះគឺតាមរយៈការខ្ចីបាទអញ្ចឹងការខ្ចីបាទវាបង្កើនទៅជាបំណុលហើយបំណុលនេះផងដែរបើសិនជាការគ្រប់គ្រងរបស់យើងបាទវាមិនបានល្អប្រសើរនោះទេបាទវានឹងបង្កើនទៅជាបន្ទុកសម្រាប់ការរស់នៅរបស់យើងក៏ដូចជាបង្កើតបន្ទុកបាទទាំងមូលសម្រាប់នៅក្នុងជីវិតរបស់យើងបាទអញ្ចឹងនៅក្នុងនេះផងដែរបាទអ្នកនិពន្ធបានលើកឧទាហរណ៍តាក់ទងទៅនឹងការប្រើប្រាស់នៅបំណុលក៏ដូចជាភាពវៃឆ្លាតនៃការគ្រប់គ្រងនៅបំណុលអញ្ចឹងជាទូទៅបាទគឺគាត់បានបង្ហាញអំពីគន្លឹះមួយចំនួនដូចជាការចំណាយបាទការគ្រប់គ្រងទៅលើការចំណាយណាដែលវាមិនចាំបាច់ចំណាយណាដែលវាមិនសំខាន់សម្រាប់ការរស់នៅបាទទាំងអស់នោះគឺត្រូវបានគេហៅថាព្យាយាមកាត់បន្ថយហើយព្យាយាមវិនិយោគបាទប្រើប្រាស់នៅគេហៅថាសាច់ប្រាក់ឬក៏ប្រើប្រាស់នៅប្រភពទុនមួយចំនួនព្យាយាមវិនិយោគរយៈពេលវែងបាទជាជាងបាទដែលយើងវិនិយោគទៅលើការរំលោះផ្សេងដែលវាធ្វើឲ្យតម្លៃនៃរំលោះទាំងអស់នោះបាទវាអាចមានការថយចុះឧទាហរណ៍ថាបើសិនជាយើងវិនិយោគបាទទៅលើសម្ភារៈទំនើបបាទដូចជាទូរស័ព្ទឬក៏ឡានទំនើបបាទគឺប្រកបណាស់នៅក្នុងរយៈពេលយូរបាទអាចថា3 4 5ឆ្នាំទៅមុខទៀតតម្លៃនៃសម្ភារៈទាំងនោះវានឹងធ្លាក់នៅតម្លៃរបស់វាបាទជាទូទៅនៅក្នុងគណនេយ្យបាទគឺយើងតែងតែដឹងហើយថាការគេហៅថាការរំលោះបាទគឺតែងតែកើតមានបាទគ្រប់សម្ភារៈទាំងអស់បាទអញ្ចឹងនៅពេលដែលមានការរំលោះបាទរបស់មួយចំនួនបាទគឺប្រកបណាស់វាមិនអាចថាតម្លៃសេដ្ឋកិច្ចឬក៏តម្លៃជាក់ស្ដែងរបស់វានឹងគឺវាមិនអាចដូចតម្លៃដែលយើងបានធ្វើការទិញដំបូងនោះទេបាទអញ្ចឹងជាពិសេសគឺតាក់ទងទៅនឹងសម្ភារៈប្រើប្រាស់ជាទូទៅសម្ភារៈប្រើប្រាស់គឺប្រកបណាស់គឺតម្លៃរបស់វាគឺវាមានការធ្លាក់ថ្លៃជាខ្លាំងបាទខុសអំពីរបស់មួយចំនួនដែលតម្លៃរបស់វាគឺមានការគេហៅថាស្ថិរភាពយូរអង្វែងក៏ដូចជាមានការកើនឡើងទូយ៉ាងដូចជាតម្លៃមាសឬក៏តម្លៃដីបាទគឺយើងឃើញហើយបាទគឺតម្លៃមាសគឺមានភាពស្ថិរភាពបាទហើយជាទូទៅបាទគឺមកពេលទៅមកពេល
ដោយសារតែវាជាវត្ថុមួយដ៏កម្របាទគេហៅថាធនធានដ៏កម្រវាអាចជាតម្លៃរបស់វាគឺវាអាចនឹងនៅល្អប្រសើរបាទហើយមួយទៀតយើងឃើញតម្លៃដីបាទគឺដូចគ្នាផងដែរគឺដីបាទជាទូទៅគឺមានតម្លៃមួយគេហៅថាស្ថិរភាពក៏ដូចជាមានការកើនឡើងអញ្ចឹងវាជាធនធានមួយដ៏កម្រផងដែរបាទអញ្ចឹងការវិនិយោគក៏ដូចជាការគ្រប់គ្រងបាទគឺទាមទារឲ្យយើងបាទដឹងអំពីបាទគឺតាក់ទងទៅនឹងស្ថានភាពទាំងអស់ហ្នឹងវាអាចនឹងបង្កើននៅចំណូលបន្ថែមឬក៏ជាបន្ទុករបស់យើងអញ្ចឹងការគ្រប់គ្រងនៅបំណុលក៏ដូចជាការភាពវៃឆ្លាតនៃការប្រើប្រាស់នៅបំណុលគឺសំខាន់ណាស់ដែលអាចនឹងគេហៅថាកំណត់ជោគវាសនារបស់យើងបាទក្នុងរយៈពេលទៅខាងមុខបាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់បំណុលមួយដែលវាសមស្របបំណុលមួយដែលយើងអាចគ្រប់គ្រងបានឬក៏ការកាត់បន្ថយដែលចំណាយដែលវាមិនចាំបាច់ចំណាយដែលវាមិនសំខាន់សម្រាប់ការរស់នៅបាទព្យាយាមវិនិយោគបាទទៅលើអាជីវកម្មវិនិយោគទៅលើអ្វីដែលជាអាចថាជាការផ្ដល់នៅតម្លៃបន្ថែមបាទសម្រាប់ជាការពង្រីកនៅខ្លួនឯងឬក៏ពង្រីកនៅអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបាទទាំងអស់នោះវានឹងផ្ដល់ផលប្រយោជន៍របស់យើងក៏ដូចជាកសាងនៅទ្រព្យសម្បត្តិដូចជាលុយកាក់របស់យើងក្នុងរយៈពេលយូរអង្វែងបាទអញ្ចឹងនៅក្នុងចំណុចមួយទៀតគឺនៅក្នុងចំណុចទី4ដែលយើងអាចរៀនបានគឺតាក់ទងទៅនឹងបាទគឺការកសាងនៅហិរញ្ញវត្ថុដ៏រឹងមាំបាទអញ្ចឹងនៅទោះបីជាសេដ្ឋកិច្ចបាទវាមិនល្អប្រសើរបាទគឺនៅពេលដែលយើងព្យាយាមបាទគេហៅថាវិនិយោគទៅលើអ្វីដែលមានភាពល្អប្រសើរព្យាយាមបាទគឺកាត់បន្ថយចំណាយណាដែលមិនចាំបាច់បាទព្យាយាមសន្សំនៅក្នុងរយៈពេលយូរប្រកបណាស់គឺទោះបីជាស្ថានភាពសេដ្ឋកិច្ចវាមិនល្អប្រសើរស្ថានភាពសេដ្ឋកិច្ចវាមិនអំណោយផលបាទគឺយើងបានត្រៀមរួចរាល់ក្នុងការទប់ស្កាត់ទៅលើហានិភ័យអញ្ចឹងជាទូទៅបាទនៅពេលដែលយើងអត់បានរៀបចំឬក៏គេហៅថាត្រៀមទុកសម្រាប់ស្ថានភាពនៃការប្រែប្រួលនៅវិបត្តិហិរញ្ញវត្ថុផ្សេងវិបត្តិនៃសេដ្ឋកិច្ចការថមថយឬក៏បញ្ហាដែលអាចនឹងកើនទុកដោយមើលពុំដឹងនោះទេបាទគឺប្រកបណាស់វាអាចនឹងធ្វើឲ្យបង្អាក់នៅការលូតលាស់របស់យើងក៏ដូចជាគេហៅថាបង្ហើញឬក៏ធ្វើឲ្យបញ្ហាហិរញ្ញវត្ថុរបស់យើងគឺកាន់តែពិបាកសម្រាប់ធ្វើការទប់ទល់នៅពេលដែលជួបបញ្ហាដែលយើងមើលមិនឃើញបាទទី5គឺតាក់ទងទៅនឹងការដែលយើងព្យាយាមបាទគឺការកសាងអ្វីមួយបាទវាមិនមែនកើតឡើងតែក្នុងមួយថ្ងៃនោះទេគឺវាចាប់ផ្ដើមពីដំណាក់កាលតិចបាទគេហៅថាដំណាក់កាលទូចអញ្ចឹងដូចទស្សនៈរបស់លោកឡាវស៊ឺបានលើកឡើងថាបាទគឺដំណើរ1000យោជន៍ឬក៏1000ជំហានបាទគឺចាប់ផ្ដើមអំពីបាទជំហានដំបូងអញ្ចឹងនៅពេលដែលយើងធ្វើអ្វីបាទគឺយើងព្យាយាមបង្កើតវាបាទជាដំណាក់កាលបាទដំបូងគឺជាដំណាក់កាលតិចតួចបាទហើយការបង្កើតតិចតួចបាទវានឹងជាទម្លាប់បាទយើងព្យាយាមបង្កើតជាទម្លាប់ជាប់លាប់បាទទាំងអស់នោះវានឹងបង្កើតទៅជាបាទគឺទំហំធំបាទឬក៏អាចនិយាយថាវានឹងបង្កើតទៅជាការកើនឡើងពីមួយពេលទៅមួយពេលវាធ្វើឲ្យវារីកកាន់តែធំឡើងឧទាហរណ៍បើសិនជាបាទយើងព្យាយាមធ្វើការសន្សំបាទក្នុងមួយខែបាទខ្ទង់$10ប៉ុន្តែគឺក្នុងមួយឆ្នាំយើងនឹងទទួលបានបាទគឺទឹកប្រាក់$120បាទអញ្ចឹងការបង្កើតទម្លាប់ជារៀងរាល់ខែគឺវានឹងទទួលបាននៅអ្វីដែលយើងខិតខំបាទអញ្ចឹងការចាប់ផ្ដើមវាមិនទាមទារឲ្យយើងបាទគេហៅថាធ្វើទាំងដុលឬក៏ទទួលបានផលក្នុងមួយយប់នោះទេបាទគឺវាទាមទារឲ្យមានការប្រឹងប្រែងព្យាយាមបាទគឺចាប់ផ្ដើមពីបន្តិចបាទគេហៅថាបន្តិចជាទម្លាប់បាទយូរទៅបាទវានឹងបង្កើតទៅជាបាទទំហំឬក៏ផលិតផលគឺវាធំអ្វីដែលយើងនឹកស្មានមិនដល់បាទអញ្ចឹងនៅក្នុងសៀវភៅនេះគឺបានឆ្លុះបញ្ចាំងបាទអំពីគេហៅថាទស្សនៈមួយចំនួនក៏ដូចជាផ្នត់គំនិតមួយចំនួនដែលធ្វើឲ្យយើងបាទគឺអាចនាំឲ្យជីវិតរបស់យើងអាចមានភាពល្អប្រសើរបាទជាពិសេសបាទគឺការដែលយើងអាចនឹងបាទគេហៅថាត្រួសត្រាយឬក៏ជាផែនទីសម្រាប់ជីវិតរបស់យើងបាទអញ្ចឹងនៅក្នុងនេះបាទគឺអ្វីដែលយើងផ្ដោតសំខាន់ដំបូងដើម្បីឲ្យមានហៅថាមានទ្រព្យសម្បត្តិឬក៏មានលុយកាក់គឺចាប់តាមអំពីបាទចំណេះជំនាញបាទអញ្ចឹង
ព្យាយាមបាទគឺអប់រំខ្លួនឯងបណ្ដុះខ្លួនឯងបាទធ្វើម៉េចឲ្យខ្លួនឯងមានចំណេះជំនាញពិតប្រាកដនោះវានឹងបង្កើតនៅឱកាសបាទបន្ទាប់ពីយើងបង្កើតនៅឱកាសបាទគឺប្រកបណាស់យើងនឹងកសាងនៅគេហៅថាដំណាក់កាលនៅទទួលបាននៅអត្ថប្រយោជន៍ឬក៏បាទលុយកាក់វានឹងកើតមានឯងបាទហើយបន្ទាប់ពីយើងមានឱកាសបាទគឺយើងកុំភ្លេចបាទគឺយើងកសាងបាទព្យាយាមកសាងទំនាក់ទំនងបាទតាមរយៈមិត្តភ័ក្តិបងប្អូនឬក៏ក្រុមគ្រួសារឬក៏អ្នកដែលនៅជំនាញនៅក្នុងបរិបទដែលយើងកំពុងតែរស់នៅបាទអញ្ចឹងអ្នកទាំងអស់នោះគឺជាផ្នែកមួយដែលជួយជ្រោមជ្រែងក៏ដូចជាជួយបាទគេហៅថាឲ្យជីវិតរបស់យើងបាទមានភាពល្អប្រសើរបាទប្រកបណាស់គឺយើងមិនអាចទៅធ្វើកិច្ចការងារមួយបាទគឺទៅធ្វើតែម្នាក់ឯងនោះទេបាទអញ្ចឹងកិច្ចការងារដែលកើតឡើងគឺតាមរយៈបាទគឺការកសាងនៅបណ្ដាញការកសាងនៅទំនាក់ទំនងទាំងអស់នោះវានឹងជួយឲ្យអាជីវកម្មក៏ដូចជាការរស់នៅឬក៏កិច្ចការងាររបស់យើងកាន់តែល្អប្រសើរបាទហើយចំណុចមួយទៀតដែលយើងអាចរៀនបានគឺតាមរយៈបាទគឺការគ្រប់គ្រងនៅបំណុលបាទអញ្ចឹងយើងដើម្បីឲ្យជីវិតក៏ដូចជាគេហៅថាការរស់នៅដែលគ្រប់គ្រាន់លុះត្រាតែយើងចេះគ្រប់គ្រងនៅស្ថានភាពនៃបំណុលឬក៏ចេះគេហៅថាចាត់ចែងនៅការចំណាយអញ្ចឹងការចំណាយបាទគឺចំណាយណាដែលវាមិនចាំបាច់មិនសំខាន់ក៏ដូចជាមិនមានភាពគេហៅថាសម្រាប់ការរស់នៅរបស់យើងអាចកាត់បន្ថយបាទព្យាយាមប្រើប្រាស់បំណុលបាទដើម្បីឲ្យបំណុលទាំងអស់នោះវាអាចជាផ្នែកមួយនៃការពង្រីកនៅចំណេះជំនាញក៏ដូចជាពង្រីកនៅអាជីវកម្មរបស់យើងបន្ថែមបាទជាជាងការប្រើប្រាស់ទៅលើសម្ភារៈដែលវាអាចនឹងធ្វើការរំលោះបាទធ្វើការនៅធ្លាក់នៅតម្លៃបាទក្នុងរយៈពេលយូរអង្វែងក៏ដូចជាក្នុងរយៈពេលខាងមុខបាទអញ្ចឹងយើងមានទាំងអស់នេះបាទយើងធ្វើការវិនិយោគបាទកុំភ្លេចព្យាយាមអភិវឌ្ឍវិនិយោគនៅអ្វីដែលវាជាផ្នែកមួយដែលធ្វើឲ្យចំណេះជំនាញក៏ដូចជាទ្រព្យសម្បត្តិរបស់យើងបាទគឺចេះតែបន្តកើនឡើងហើយអ្វីដែលសំខាន់គឺព្យាយាមបាទគឺបន្តបាទគឺចាប់ដើមពីតិចបាទកុំបាទគេហៅថាកុំធ្វើអ្វីបាទគឺគិតតែរំពឹងថាចង់បានលទ្ធផលក្នុងរយៈពេលមួយយប់បាទគឺប្រកបណាស់គឺវាមិនអាចទទួលបាននោះទេអញ្ចឹងអ្វីគឺវាចាប់ដើមអំពីបាទគឺមួយជំហានបាទយូរទៅយើងនឹងបង្កើតបានទៅជាបាទលទ្ធផលដ៏ធំធេងបាទអញ្ចឹងនៅក្នុងផ្នែកនេះក៏មានសៀវភៅជាច្រើនបានត្រូវបានសរសេរផងដែរដូចជា Atomic Habit បាទ Small Habit ឬក៏ The Morning Power បាទអញ្ចឹងនៅក្នុងសៀវភៅនេះគឺវាជាផ្នែកមួយដែលអាចជាការបណ្ដុះនៅផ្នត់គំនិតក៏ដូចជាគេហៅថាពង្រីកនៅការគិតរបស់យើងបន្ថែមទៀតសម្រាប់ការរស់នៅក៏ដូចជាសម្រាប់អ្វីដែលយើងគិតថាយើងចង់ឲ្យមានការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់យើងបាទអញ្ចឹងទាំងអស់នេះបាទវាអាចជួយជាផ្នែកបាទសម្រាប់ឲ្យយើងអាចយកទៅជាផែនទីសម្រាប់ការដែលយើងចង់កសាងនៅទ្រព្យសម្បត្តិក៏ដូចជាភាពរុងរឿងនៅក្នុងការរស់នៅរបស់យើងបាទអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការ download នៅក្នុងសៀវភៅនេះបងប្អូនអាច download នៅក្រោម link នៅក្នុង YouTube របស់ខ្ញុំបាទអរគុណសម្រាប់ការទស្សនានៅក្នុង YouTube របស់ខ្ញុំបាទហើយបើសិនជាបងប្អូនបាទពេញចិត្តបាទសូមបងប្អូនជួយចុច Subscribe ក៏ដូចជា Like នៅក្នុងវីដេអូនេះ